បាទនេះគឺជាទិដ្ឋភាពសម្លកកូរផ្កាល្ហុងឬក៏សម្លខ្មែរថៃគេដូនតាអញ្ចឹងក៏បានដែរយើងអាចហៅវាឲ្យពីរោះពិសាបាទតាមសម្លខ្មែរយើងបាទអរគុណច្រើនបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបស្លកកូរផ្កាល្ហុងឬក៏សម្លកកូរខ្មែរយើងនេះដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយអ្វីកាន់តែពិសេសខ្ញុំមានប្រវត្តិណានៃការធ្វើម្ហូបនេះតចំនួនអំពីជីដូនរបស់ខ្ញុំប៉ុន្តែសូមអធិស្ឋានផងបងប្អូនដោយសារជីដូនរបស់ខ្ញុំលោកបានបាក់បែកចែកឋាននេះអស់រយៈពេល25ឆ្នាំហើយប៉ុន្តែខ្ញុំក៏រំលឹកនៅអនុស្សាវរីយ៍នៃការចងចាំរបស់គាត់នៃការពាក្យទូន្មានក៏ដូចជាការធ្វើម្ហូបអញ្ចឹងខ្ញុំនឹងបញ្ជាក់បងប្អូនថាតើសម្លកកូរនេះខ្ញុំបានដឹងឮរឿងរ៉ាវពីជីដូនខ្ញុំតែស្លរបៀបមិនឆ្ងាញ់ហើយយើងបង់អ្វីខ្លះក្នុងហ្នឹងទើបមានរសជាតិដើមពីមុនមកអញ្ចឹងណាបាទអញ្ចឹងបងប្អូនកុំភ្លេចចូលរួមតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ហើយអ្វីកាន់តែពិសេសនៅក្នុងវីដេអូនេះខ្ញុំចង់បញ្ជាក់បងប្អូនថាមានគ្រឿង4មុខដែលយើងអាចធ្វើក្នុងពេលតែមួយហើយគឺវាបានន័យថាអាចធ្វើតែម្ដងហើយដាក់ចូលគ្នាគឺយើងអាចស្លវាបានតែម្ដងតោះអញ្ចឹងជាដំបូងគឺខ្ញុំចាប់ផ្ដើមពីបងប្អូនអាចអញ្ជើញទស្សនាចុះបាទអំពីវិធីធ្វើឬក៏គ្រឿងផ្សំផ្សេងធ្វើស្លកកូរខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គឺចេះស្លព្រោះតែជាសម្លខ្មែរសម្លតាំងពីដើមមកបាទអញ្ចឹងខ្ញុំនិទានប្រវត្តិរបស់ខ្ញុំដែលខ្ញុំបានថាហេតុអីបានខ្ញុំនិយាយថាសម្លកកូរហ្នឹងមានទំនុកមានរបៀបនៃការស្លដូចម្ដេចបាទអូខេអញ្ចឹងបន្ទាប់ពីហ្នឹងគឺបងប្អូនមើលរបៀបធ្វើយើងជាដំបូងគឺយើងចាប់ផ្ដើមពីការលីងអង្ករលីងណាបងប្អូនបាទយើងលីងអង្ករលីងអីចឹងមកបងប្អូនហើយបាទយើងមានអង្ករលីងពួកយើងធ្វើដល់ផ្ទាល់ដៃនៅក្នុងចំការធម្មជាតិខ្លួនឯងហើយបន្លែយើងរកបេះមានល្ហុងផ្កាល្ហុងត្រាប់ពុតញងសុទ្ធជាបន្លែដែលយើងបេះនៅក្នុងចំការធម្មជាតិពិតៗណាបងប្អូនតែបើបងប្អូននៅទីប្រជុំជនបងប្អូនអត់មានទេយើងអាចទិញនៅលើទីផ្សារបានណាយើងអាចទិញនៅលើទីផ្សារតែផ្កាល្ហុងនេះដូចជាអត់មានលក់ទេលើទីផ្សារបងប្អូនពួកខ្ញុំអត់ដែលឃើញមានលក់ដែរជាទូទៅរបស់នេះគឺយើងបេះទេណាបាទត្រាប់ញងមានបាទល្ហុងអីមានប៉ុន្តែបើផ្កាល្ហុងដូចអត់មានទេអូខេអញ្ចឹងនេះជាបន្លែដែលខ្ញុំមានស្រាប់ចំនួន3មុខហើយអញ្ចឹងខ្ញុំនឹងបន្តទៅរកបន្លែដែលមាននៅក្នុងចំការស្រាប់ទៀតក្បែរផ្ទះអញ្ចឹងបន្លែបន្ទាប់ទៀតនេះគឺយើងមានត្រួយដលងមីបងប្អូនស្លសម្លកកូរដឹងស្រាប់ហើយវាមានបន្លែច្រើនមុខបាទយ៉ាងហោចណាស់ក៏5ទៅ6មុខឬក៏7មុខដែរតាមចំណង់ចំណូលចិត្តបងប្អូនណាបាទមានល្ហុងមានត្រាប់ពុតញងមានត្រួយដលងមីមានផ្ទីតឡាចលពៅចេកខ្នោអញ្ចឹងទៅតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនតែខ្ញុំថ្ងៃនេះខ្ញុំស្លខ្ញុំដាក់នៅអ្វីដែលខ្ញុំមានបាទអ្វីដែលខ្ញុំមាននៅក្នុងចំការចេកខ្នោក៏ខ្ញុំមានដែរប៉ុន្តែថ្ងៃរៀងទេជ្រេហើយកាពះក៏វារៀងឃ្លានណាស់ដែរហើយអញ្ចឹងខ្ញុំសូមប្រើតែរបស់ណាដែលងាយទេបន្លែណាដែលងាយរហើយបន្លែណាដែលងាយចិត្តងាយធ្វើអញ្ចឹងបងប្អូនអញ្ចឹងនេះគឺជាសកម្មភាពខ្ញុំបេះត្រួយដំឡូងមីណាត្រួយដំឡូងមីនេះអត់ប្រកាន់ពណ៌ក្រហមពណ៌សទេបងប្អូនយើងអាចស្លបានទាំងអស់តែគ្រាន់តែថាពណ៌សវាមានរសជាតិរៀងកពុលឬក៏យើងហៅថាល្វីងរៀងចង់ដិតជាងពណ៌ក្រហមឬក៏ពណ៌ឈាមមាន់ឈាមជ្រូកហ្នឹងតិចទេហើយបន្លែបន្ទាប់មកទៀតនេះគឺពពាយជ្រុងបងប្អូនពពាយជ្រុងនេះគឺវាសល់បងប្អូនវាបានន័យថាខ្ញុំដាំវាសាមុនទៅវាងាប់ដើមទៅវាមានផ្លែទុំជ្រុះថ្នោវាដុះបានជាកូនពូនជាចៅបាទអញ្ចឹងក៏មានផ្លែសល់ទុកឲ្យខ្ញុំក៏បានថតលើកវាដាក់ត្រើងអញ្ចឹងទៅក៏វាផ្លែបានគួរសមហូបដែរបងប្អូនហើយផ្លែហ្នឹងក៏យើងចង់ចាស់ខ្លះហើយដោយសារយើងអត់សូវបានហូបវាយើងរវល់ហូបបន្លែផ្សេងអញ្ចឹងទៅក្នុងចង្ការវាមានបន្លែច្រើនមុខដែលដុះដោយធម្មជាតិបាទអញ្ចឹងយើងកំពុងតែពិនិត្យមើលបាទអាណាចាស់អាណាខ្ចីយើងអាចយកទៅស្លបានហើយនៅក្បែរដើមពពាយហ្នឹងយើងក៏មានបាទបន្លែធម្មជាតិជាច្រើនទៀតផងដែរបាទហើយដូចជាស្លកកូរហ្នឹងអញ្ចឹងគឺយើងចាំបាច់ចោលអត់បានទេគឺម្ទេសហើយម្ទេសនេះរដ្ឋធម្មជាតិម្ទេសអាចហ្វាត់ម៉ាំងហិលងឹងហឹងលឹកជាងើងណាបងប្អូនអូខេអញ្ចឹងបន្លែខ្ញុំបេះបន្លែបេះម្ទេសបានច្រើនមុខហើយពីរបៀបធ្វើខ្ញុំជឿជាក់ថាបងប្អូនអត់ពិបាកទេក្នុងការធ្វើគឺងាយស្រួលណាបងប្អូនណាក្នុងងាយស្រួលក្នុងការស្លប៉ុន្តែបើហ្វិនជាដូចបានតែបន្លែរកគ្រប់មុខដូចខ្ញុំចេះវិញគឺប្រហែលជាពិបាកបន្តិចបងប្អូនពិបាកត្រង់ថាហត់ពួកបន្លែត្រូវដើរបេះគ្រប់មុខបាទត្រូវដើរបេះត្រូវដើមសំនៅលីងកលីងបុកគ្រឿងបុកអីអ្នកខ្លះគឺគេហៅថាសម្លខ្ជិលអញ្ចឹងទៅពេលខ្លះខ្ញុំហៅវាថាសម្លខ្ជិល
ប៉ុន្តែវាឆ្ងាញ់យើងចំណង់ចំណូលចិត្តចូលចិត្តហូបធ្វើមិនយើងក៏នៅតែបន្តធ្វើអញ្ចឹងទៅហើយថ្ងៃនេះខ្ញុំក៏នឹកឃើញបាទហ្វុកក៏នឹកឃើញសម្ដីលោកយាយគាត់ថាកាលគាត់ស្លកកោកំចោយត្រួលកហ្វាំងបាទបងប្អូនសំទោសត្រួយកហ្វាំងផ្កាក្រហ្វាំងបាទជាដូនខ្ញុំពីដើមឡើយមកកាលពីរំលងឆ្នាំបាទ2000គុតឬក៏2001ហ្នឹងកាលជាដូនខ្ញុំនៅមានបច្ចុប្បន្នគឺគាត់ស្លកកោគាត់តែងតែប្រាប់ខ្ញុំថាចៅអាស្លកកោខែត្រួយកហ្វាំងកុំភ្លេចរឿងស្លកកោបេះផ្កាកហ្វាំងណាផ្កាកហ្វាំងយើងហ្នឹងគឺបេះមកហើយយើងស្លកកោឆ្ងាញ់ណាស់ហើយបើអត់ពីត្រួយកហ្វាំងទេគឺយើងមានគៀដីប្រមាត់ដីសំទោសបងប្អូននេះច្រឡំគៀដីប្រមាត់ដីណាបង្គាដីក៏យើងស្លកកោបានដែរប៉ុន្តែចង់ចំណុចនេះចង់និយាយពីប្រមាត់ដីបងប្អូនណាបាទប្រមាត់ដីអាស្លឹកវារិចទូចបាទច្រើនអាសាដុះតាមមាត់ស្ទឹងនៅពេលខែប្រាំងខែអីហ្នឹងឬក៏ខែវស្សាអីក៏វាដុះដែរប្រមាត់ដីហ្នឹងតាមក្បែរពីងទឹកក្បែរស្រះក្បែរអីហ្នឹងបាទហើយរសជាតិវាគឺល្វីងមុតជាងផ្កាកហ្វាំងអញ្ចឹងដំណាក់កាលបន្ទាប់ពីហ្នឹងទៅដំណរតមកអ្នកម្ដាយខ្ញុំគាត់ស្លកកោគាត់នៅបងប្រមាត់ដីដែរប៉ុន្តែវាដូចបាត់ផ្កាកហ្វាំងដោយសារតែផ្កាកហ្វាំងចាប់ផ្ដើមពិបាករហើយយើងពិបាកឡើងបេះពិបាកអីចឹងទៅហើយកូនចៅក្មេងៗចំនួនក្រោយក៏មិនសូវដឹងឮរឿងការស្លកកោដាក់ហៅថាផ្កាកហ្វាំងអញ្ចឹងបាទអញ្ចឹងគាត់មានត្រឹមតែម្ដងមួយកាលគាត់ស្លដាក់ប្រមាត់ដីទៅពេលក្រោយពីប្រមាត់ដីហ្នឹងវារៀងចេះតែហិនហោចបោចទៅវាអស់យើងរមមិនសូវបានចេញមកស្លកកោបងត្រួយម្រះបងប្អូនណាបាទត្រួយម្រះរសជាតិយើងល្វីងត្រួយម្រះផ្កាអនោងណាបងប្អូនផ្កាអនោងឬក៏ផ្លែម្រះអីហ្នឹងឲ្យតែមានរសជាតិល្វីងតែចំណែកដំណោះតមកដល់រូបខ្ញុំចូលចិត្តរសជាតិល្វីងដែរបាទជាធម្មតាស្លកកោគឺមានរសជាតិល្វីងខ្ញុំក៏ដំបូងឡើយគឺខ្ញុំបេះផ្កាល្ហុងហ្នឹងសម្រាប់នេះទេបងប្អូនស្ងោរលក់ហូបទេយើងស្រស់ហើយហូបលក់អញ្ចឹងណាហូបមួយប្រហុកចំហុយប៉ុន្តែខ្ញុំក៏នឹកឃើញថារសជាតិវាគឺរឿងកពុលហាក់ប្រហែលទៅនឹងផ្កាកហ្វាំងប៉ុន្តែវាអត់កពុលខ្លាំងដូចផ្កាកហ្វាំងខ្ញុំក៏សាកល្បងយកវាមកស្លកកោឃើញតែស្លកកោបងប្អូនឃើញពីខាងក្បាលវីដេអូហើយសម្លកកោយើងបង់នឹងផ្កាល្ហុងហ្នឹងទៅគឺរសជាតិវាស្តៀងគ្នាទៅនឹងផ្កាកហ្វាំងដែរបាទរៀងកពុលប៉ុន្តែផ្កាកហ្វាំងវាកពុលឈ្ងុយផ្កាល្ហុងរៀងដូចចង់ក្លិនជ័រអញ្ចឹងណាបើប៉ុណ្ណាយល់ល្អបងប្អូនស្លខ្ញុំប្រាប់វិញថាយើងស្រស់បងប្អូនស្រស់ទឹកក្តៅហើយចាំបងចូលសម្លយើងវាអត់ក្លិនជ័រល្ហុងឯព្រោះផ្កាល្ហុងនេះដូចខ្ញុំបញ្ជាក់ក្នុងវីដេអូមុនដែលខ្ញុំធ្លាប់និយាយអញ្ចឹងគឺល្ហុងនេះគឺល្ហុងឈ្មោលវាអត់មានផ្លែទេណាបងប្អូនអញ្ចឹងគឺវារៀងចង់ក្លិនជ័រប៉ុន្តែបើបងប្អូនស្រស់ហើយយើងដាក់ស្លទៅគឺអត់អីទេប៉ុន្តែបើអត់ស្រស់ក៏អត់អីទេគ្រាន់ក្លិនជ័រល្ហុងដូចតែផ្លែល្ហុងដែរបងប្អូនបាទអញ្ចឹងរឿងនិទានដើមឡើយហ្នឹងគឺអញ្ចឹងស្លកកោពីមុនចំនួនលោកយាយខ្ញុំជីដូនខ្ញុំជាមួយនឹងអ្នកម្ដាយខ្ញុំគឺមិនចោលទេគ្រឿងល្វីងណាបាទមានផ្កាកហ្វាំងមានអង្គាដីមានម៉ាត់ដីមានត្រួយម្រះត្រួយអនោងណាបងប្អូនហើយដំណរក្រោយនេះមកខ្ញុំក៏ដាក់បន្ថែមជាផ្កាល្ហុងឲ្យគិតចឹងទៅប៉ុន្តែពេលបច្ចុប្បន្នគឺយើងអត់សូវឃើញមានអ្នកស្លប្រើប្រាស់ផ្កាល្ហុងឬមួយក៏ដូចជាប្រមាត់ដីដើម្បីយកមកស្លកកោទេបើយើងទីហៅថាស្លលក់ទីផ្សារគឺអត់មានទេឥឡូវយើងមានខ្នោមានបន្លែសពមុខច្រើនដែរប៉ុន្តែបាត់តែបន្លែរសជាតិល្វីងប្រហែលជាបងប្អូនមួយចំនួនគាត់អត់សូវចេះរសជាតិល្វីងក៏យើងអត់ដឹងអញ្ចឹងណាយើងអត់ច្បាស់ដែរបងប្អូនព្រោះអាហ្នឹងវាតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនបាទអញ្ចឹងអរគុណច្រើននិទានរឿងនៃសម្លហ្នឹងគឺយ៉ាងហ្នឹងតែខ្ញុំស្លហើយបច្ចុប្បន្នខ្ញុំនៅរក្សារសជាតិល្វីងសម្រាប់ខ្លួនឯងដោយសារខ្ញុំចូលចិត្តតែបងប្អូនអត់ចូលចិត្តទេយើងអត់ចាំបាច់បន្ថែមរសជាតិល្វីងទាំងអស់ហ្នឹងក៏បានទេប៉ុន្តែនៅលើទីផ្សារក៏ខ្ញុំឃើញគេមានលក់បន្លែសម្លកកូរហ្នឹងដោយអមជាមួយនឹងផ្លែម្រះដែរគេចាត់លាយផ្លែម្រះតិចអញ្ចឹងណាបងប្អូនអូខេអរគុណច្រើនអញ្ចឹងយើងបន្តមកសកម្មភាពយើងស្លដែលបងប្អូនបានឃើញគឺវិធីធ្វើបែបងាយអញ្ចឹងឯងបងប្អូនណាអត់មានអីទេយើងលីងគ្រឿងលីងអីលីងសាច់មាន់យើងថែមអំបិលប៊ីចេងអញ្ចឹងទៅប៉ុន្តែបញ្ជាក់ថារាល់មុខម្ហូបរបស់ខ្ញុំគឺខ្ញុំបាត់អត់ប្រើស្ករទេណាបងប្អូនខ្ញុំបានអត់ប្រើស្ករទេសូមអធិស្ឋានហើយបើបងប្អូនណាមានចំណង់ចំណូលចិត្តក៏យើងប្រើទៅតែខ្ញុំអត់ប្រើស្ករទេហើយអ្វីដែលខ្ញុំចង់បញ្ជាក់បងប្អូនថាពិសេសនោះនៅពេលដែលបងប្អូនបុកគ្រឿង
នៅពេលបងប្អូនធ្វើការបុកគ្រឿងបងប្អូនអាចបុកបាទអង្ករលីងបាទហើយអាចនឹងបុកប្រហុកជាមួយគ្នាតែម្ដងណាអត់ចាំបាច់បុកគ្រឿងហើយអីហើយទៅបាគ្រឿងចេញដាក់អង្ករលីងបុកហ្វេងហើយទៅពេលស្លយើងដាក់គ្រឿងមុនដាក់អង្ករលីងក្រោយដាក់ប្រហុកអីតាមក្រោយទេអត់ទេណាអញ្ចឹងគឺយើងបុកគ្រឿងបុកប្រហុកជាមួយនឹងអង្ករលីងជាមួយគ្នានៅពេលយើងចាក់ប្រេងឆាឲ្យក្តៅបន្តិចទៅយើងដាក់គ្រឿងដែលយើងបុកហើយហ្នឹងគឺលីងចូលតែម្ដងហើយក្រោយពេលបងប្អូនដាក់ចូលភ្លឹបគឺរសជាតិវាគឺឈ្ងុយប្រហុកឈ្ងុយគ្រឿងហ្នឹងដូចនៅពេលដែលយើងស្លឲ្យបងគ្រឿងឲ្យបងប្រហុកអញ្ចឹងបងប្អូនគឺដូចគ្នាបេះបិទតែម្ដងអត់មានទាស់ទេបាទហើយរសជាតិគឺខ្ញុំទទួលស្គាល់ថាគ្រាន់បើខ្ញុំសម្លកកូរខ្ញុំទទួលស្គាល់ខ្លួនឯងសរសើរខ្លួនឯងបងប្អូនបាទអញ្ចឹងនេះជាអ្វីដែលខ្ញុំចង់ចែកម្លែកបងប្អូនពីជីវិតពិតជាមួយនឹងធម្មជាតិជាបន្លែធម្មជាតិដែលខ្ញុំបានរកបាននៅក្នុងចំការនៅក្នុងមូលដ្ឋានផ្ទាល់ហើយសម្រាប់ធ្វើការស្លប៉ុន្តែបើបងប្អូនអត់មានពេលតនេទេបាទពិបាកក្នុងការរកដែរតាក់ទងនឹងការខ្វះខាតអីតាក់ទងនឹងបន្លែប្លុកឬមួយក៏គេហៅថាគ្រឿងផ្សំឲ្យយើងរកត្រូវចំណាយពេលបាទអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការចូលរួមតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់ខ្ញុំបាទក៏សូមអរគុណនិងក៏សូមអធិស្ឋានបើសិនជាមានពាក្យពេចន៍ឬក៏វិធីធ្វើខ្វះខាតលើសលុបកន្លែងណាឬក៏បងប្អូនមានអ្វីដែលប្លែកចម្លែកអារម្មណ៍បន្ថែមពី